ដំបូងជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី8ដែលមានសមាជិកដូចជាខ្ញុំស៊ូជីងនីតានិងគុនធាដែលយើងនឹងមកនិយាយអំពី chapter 1 part 1 គឺ marketing creating customer value and engagement អញ្ចឹងឥឡូវយើងចូលមកមើលពី table of contents របស់យើងវិញយើងមាន5ដែលទី1គឺ what is marketing ទី2 understanding the marketplace and customer needs ទី3 designing a customer value driven marketing strategy and plan ទី4 managing customer relationship and capturing customer value ទី5 the changing marketing landscape ឥឡូវយើងចូលមកដល់ចំណុចទី1ហ្មងគឺ what is marketing អ្វីទៅគឺជាការធ្វើទីផ្សារ1.1 introduction to marketing អញ្ចឹងការធ្វើទីផ្សារគឺជាដំណើរការនៃការបង្កើត value សម្រាប់អតិថិជនក៏ដូចជា build a strong customer relationship and capturing value in returns ហើយ main goal របស់ការធ្វើទីផ្សាររបស់យើងនឹងគឺដើម្បីទាក់ទាញអតិថិជនថ្មីក៏ដូចជាអំឡុងពេលដែលទាក់ទាញអតិថិជនថ្មីហ្នឹងក៏យើងត្រូវតែរក្សានៅការ satisfy នៅលើអតិថិជនចាស់ដូចគ្នាដោយព្យាយាម provide them នៅ good service និង good product ដដែលដើម្បីអាច meet their needs និង expectation បានឥឡូវយើងចូលដល់ចំណុចបន្ទាប់គឺចំណុច 1.2 the marketing process ដំណើរការនៃការធ្វើទីផ្សារអញ្ចឹងដំណើរការនៃការធ្វើទីផ្សារយើងមាន5 steps ដែល step ទី1ហ្នឹងគឺ understanding customer needs and marketplace គឺជាការស្វែងយល់អំពីតម្រូវការរបស់អតិថិជននិងទីផ្សារហើយទី2វិញគឺ designing a customer value driven marketing strategy គឺជាការរកយុទ្ធសាស្ត្រនៃការធ្វើទីផ្សារណាមួយដើម្បីអាច deliver value ទៅកាន់អតិថិជនបានតាមតម្រូវការរបស់ពួកគាត់និងទី3គឺ creating an integrated marketing program គឺជាការបង្កើត marketing program មួយដែល combine ចូលនៅprocess ផ្សេងៗនៃការធ្វើទីផ្សារហ្នឹងចូលគ្នាទាំងអស់ដើម្បីអាចឲ្យការធ្វើទីផ្សារមួយហ្នឹងដើរទៅបានយ៉ាងរលូននិងមានប្រសិទ្ធភាពខ្ពស់អូខេអញ្ចឹងstep ទី4វិញគឺជាការ building profitable customer relationship គឺជាការបង្កើតនៅទំនាក់ទំនងមួយល្អជាមួយនឹងអតិថិជនដែលបានន័យថាយើងទទួលបានផលប្រយោជន៍ទាំងសងខាងទាំងអតិថិជននិងទាំងខាងយើងអូខេដល់ step ចុងក្រោយគេហ្នឹងគឺ capturing value through sales profits and customer loyalty គឺជាការទទួលបាននៅ value តាមរយៈការលក់profit ជាមួយនឹង customer loyalty បានន័យថាប្រសិនណាបើយើងទទួលបាននៅ customer loyalty ពី customer យើងគឺយើងនឹងមានឱកាសទទួលបាន increase នៃ sale យើងតាមនឹងដែរក្រុមហ៊ុនរបស់យើងនឹងកាន់តែរីកចម្រើនតាមនឹងដែរពីព្រោះថាអតិថិជនយើងនៅតែគាំទ្រយើងនៅតែមានភាពស្មោះត្រង់ជាមួយយើងគឺនៅតែ support business យើងដដែលអូខេអញ្ចឹងឥឡូវយើងចូលដល់ចំណុចបន្ទាប់គឺចំណុចទី2គឺ understanding the marketplace and customer needs ដែលចំណុចនេះយើងនឹងដឹងអំពីតម្រូវការរបស់ទីផ្សារនិងយល់ដឹងអំពីទីផ្សារនិងតម្រូវការរបស់អតិថិជន2.1 customer needs wants and demands 2.1នេះគឺយើងមកស្វែងយល់អំពីពាក្យថា needs wants និង demands អញ្ចឹងពាក្យថា needs បានន័យថាជាតម្រូវការចាំបាច់របស់មនុស្សគ្រប់គ្នាដែលឧទាហរណ៍មានដូចជាអាហារសម្លៀកបំពាក់ភាពសុខសុវត្ថិភាពនិងអ្វីផ្សេងៗជាដើមអានេះគឺជាតម្រូវការចាំបាច់របស់មនុស្សគ្រប់គ្នាឯ wants វិញគឺផ្ទុយពី needs because need គឺជាតម្រូវការសម្រាប់ wants វិញគឺជាភាពចង់បាន wants វាមិនចាំបាច់មិនថា it's not like necessary ខ្លាំងហ្មងដែល wants នេះយើងអាចអត់ក៏បានដែរគ្រាន់តែជាអ្វីដែលយើងចង់បានចឹងទៅនិង demands វិញគឺជា wants supported by buying power គឺបានន័យថាអ្វីដែលយើងចង់បានហ្នឹងបើសិនជាយើងមានលទ្ធភាពអាចទិញបានឬក៏អាចown it បានអាហ្នឹងបានន័យថាគេហៅថា demands yes អញ្ចឹងក្រុមហ៊ុនភាគច្រើនគេក៏ព្យាយាម research និង interact ជាមួយនឹងអតិថិជនដើម្បីអាចស្វែងយល់ដឹងអំពីតម្រូវការរបស់ពួកគេនិងអាចព្យាយាមយកចំណុចទាំងអស់នោះមក improve ទៅលើ products ជាមួយនឹង service របស់ខ្លួនចំណុចបន្ទាប់គឺចំណុច 2.2 គឺ market offering អញ្ចឹងចំណុច market offering នេះគឺយើងនិយាយអំពីការផ្ដល់
អ្វីដែលយើងផ្ដល់ជូនអតិថិជនដើម្បីអាច satisfy customer needs និង wants បានដែលអ្វីដែលយើងផ្ដល់ទៅឲ្យពួកគាត់ហ្នឹងមានដូចជាផលិតផលសេវាកម្មព័ត៌មាន ideas ឬក៏បទពិសោធន៍ផ្សេងៗអញ្ចឹងជំនួសដោយការព្យាយាមផ្ដោតទៅលើតែការលក់ផលិតផលមួយមុខអ្នកធ្វើទីផ្សារដែលជោគជ័យទាំង lain ហ្នឹងគឺគាត់ភាគច្រើនព្យាយាមស្វែងយល់អំពីតម្រូវការចាំបាច់របស់អតិថិជនដើម្បីអាចបង្កើតជា valuable experience ទៅកាន់អតិថិជនបានន័យថាដោយពេលដែលគាត់ provide a memorable brand experience ហ្នឹងទៅកាន់អតិថិជនអញ្ចឹងគឺភាគច្រើនអតិថិជននឹងន័យថាខាងក្រុមហ៊ុនហ្នឹងក៏កាន់តែទទួលបាននៅ customer ច្រើនជាងមុនក៏ដូចជា increase នៃ customer satisfaction ច្រើនជាងមុនគឺនៅពេលដែល increase customer satisfaction អញ្ចឹងទៅrelationship រវាងអតិថិជននិងយើងក៏កាន់តែរឹងមាំជាងមុនដូចគ្នាអូខេចូលដល់ចំណុចបន្ទាប់គឺ 2.3 customer value and satisfaction ចំណុចនេះក៏ស្តីងចំណុចមុនដែរដែលយើងនិយាយអំពី customer value និង satisfaction អញ្ចឹងអតិថិជនភាគច្រើនហ្មងគឺគាត់តែងតែបើសិនណាបើគាត់ទៅកន្លែងណាមួយគឺគាត់សប្បាយចិត្តជាមួយនឹងកន្លែងហ្នឹងគឺគាត់ប្រកាសជាអាចត្រឡប់មកហៅកន្លែងហ្នឹងវិញនិងអាចមកទិញកន្លែងហ្នឹងវិញប៉ុន្តែបើសិនជាគាត់ទៅដល់កន្លែងហ្នឹងហើយគាត់អត់ទទួលបាននៅអារម្មណ៍ល្អគាត់អត់សប្បាយចិត្តនិងអត់ satisfied ទេប្រកបណាស់ថាគាត់អត់អាចមកកន្លែងនេះម្ដងទៀតបានទេគឺគាត់ប្រកាសជាដូរទីតាំងផ្សេងដើម្បីទិញឬក៏អីចឹងឧទាហរណ៍ដូចជាទៅហាងកាហ្វេកន្លែងហាងកាហ្វេទី1ហ្នឹងចូលទៅកាហ្វេអត់ឆ្ងាញ់កាហ្វេជូរកាហ្វេឆ្ងៀមហើយសេវាកម្ម customer service ក៏អត់សូវល្អអញ្ចឹងប្រកាសណាស់ថាគាត់ឈប់ទៅកាហ្វេកន្លែងហ្នឹងទៀតហើយពីព្រោះគាត់ស្ដាយលុយហើយគាត់ក៏អាច share bad experience របស់គាត់ហ្នឹងទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនផ្សេងៗដែរដែលធ្វើឲ្យវាប៉ះពាល់ទៅដល់កិត្តិយសរបស់ហាងកាហ្វេហ្នឹងដូចគ្នាប៉ុន្តែប្រសិនណាបើគាត់សប្បាយចិត្តគាត់ទៅដល់ឃើញកាហ្វេឆ្ងាញ់customer service ក៏ល្អហ្នឹងគឺប្រកាសជាគាត់ណែនាំទៅកាន់បងប្អូនឬក៏អាចត្រឡប់មកហៅយើងវិញម្ដងទៀតអញ្ចឹងដើម្បីអាច build strong customer relationship បានអ្នកដែលធ្វើទីផ្សារពីច្រើនគឺគាត់គួរណាស់តែ set realistic expectation ន័យថាគាត់អត់គួរ expect too high ឬក៏ too low ពេកទេប្រសិនណាបើគាត់ expect too high គឺអាចនឹងធ្វើឲ្យគាត់នឹងdisappointed វាអាចនឹងខ្ពស់ពេកប៉ុន្តែបើសិនណាបើគាត់ expect too low អានឹងវាអាចនឹងអត់អស្ចារ្យអត់ unique អត់អីចឹងទៅអញ្ចឹងក៏អាចធ្វើឲ្យមានអត់សូវមានភ្ញៀវចឹងដែរហើយចូលដល់ចំណុចបន្ទាប់គឺចំណុច 2.4 exchange and market អញ្ចឹងចំណុចនេះគឺយើងនិយាយអំពីថាការធ្វើទីផ្សារកាត់ឡើងលុះត្រាណាតែមានការដោះដូរគ្នារវាងអ្នកទិញជាមួយអ្នកលក់ដែលបានន័យថាយើងឲ្យអ្នកលក់ផ្ដល់ product ឲ្យគាត់ចឹងទៅគឺអ្នកទិញគឺគាត់ផ្ដល់ជា value ឲ្យយើងវិញតែ value ហ្នឹងអាចថាបានជាលុយឬក៏អ្វីផ្សេងជាដើមនឹងទីផ្សារមួយក៏ត្រូវតែ consist of actual and potential buyers ដូចគ្នាដែលអាចនឹង share similar needs និង wants ហើយការដែលបង្កើតនៅទំនាក់ទំនងល្អជាមួយនឹងអតិថិជនគឺពិតជាសំខាន់សម្រាប់business មួយដើម្បីអាចឲ្យវាដើរនិងដំណើរការនិងជោគជ័យដូចគ្នាជាងចូលដល់ចំណុចទី3គឺ designing a customer value driven marketing strategy គឺជាចំណុចដើម្បីចំណុចនិយាយអំពីយុទ្ធសាស្ត្រនៃការធ្វើទីផ្សារផ្សេងដើម្បីឲ្យអាច deliver value នឹងទៅកាន់អតិថិជនបានដោយជោគជ័យនិងល្អនិង effective អូខេអញ្ចឹងa marketing strategy identify the target market គឺអ្នកដែលធ្វើ marketing ទាំងអស់គឺគាត់ត្រូវតែ identify ថាតើ target market របស់គាត់នឹងជាប្រភេទបែបណា target audience របស់គាត់ជាប្រភេទបែបណាទើបគាត់អាចយក purpose ហ្នឹងទៅ develop product របស់គាត់បាននិងអាចយកមូលហេតុទាំងអស់នោះទៅ explain ប្រាប់អតិថិជនទាំងអស់ថាហេតុអីបានជាគាត់គួរតែជ្រើសរើសយកផលិតផលយើងជាងផលិតផលរបស់ដៃគូប្រកួតប្រជែងរបស់យើងអញ្ចឹងលុះត្រាណាដែលយើងមានគោលដៅច្បាស់លាស់មាន target ច្បាស់លាស់ទើបយើងអាចផ្ដល់ជាហេតុផលឬក៏ reasonable ទៅ reason ទៅកាន់ពួកគាត់បានហើយក្រុមហ៊ុនទាំងអស់មិនអាច serve គ្រប់គ្នាបានទេដោយអញ្ចឹងគឺគាត់ព្យាយាមផ្ដោតទៅលើណាតែអតិថិជនណាដែលគាត់អាច satisfy most effectively satisfy បានខ្លាំងជាងគេអញ្ចឹងណា
ចឹងយើងចូលដល់ចំណុចទីបន្ទាប់គឺ 3.2 គឺនិយាយអំពី marketing management orientations អញ្ចឹងនៅក្នុង marketing management គឺយើងមាន 5 concepts ដែល concept ទី1ហ្នឹងគឺជា production concept អញ្ចឹង production concept ហ្នឹងគឺផ្ដោតទៅលើការធ្វើផលិតផលឲ្យលឿននៅក្នុងចំនួនបរិមាណច្រើនក៏ដើម្បីអាច keep prices ហ្នឹង low ដើម្បីមានមនុស្សជាច្រើនអាច afford to buy វាបាននេះគឺជា production concept ឯ product concept វិញគឺយើងផ្ដោតទៅលើការធ្វើ product មួយហ្នឹងឲ្យចេញជាឲ្យមានគុណភាពល្អនិងអាចព្យាយាម improve product ហ្នឹង over time ព្យាយាម improve រហូតតែម្ដងឯ selling concept វិញគឺផ្ដោតទៅលើការលក់ដោយប្រើប្រាស់ strong advertising ជាមួយនឹង sale technique ដើម្បីអាច convince មនុស្សដើម្បីមកទិញផលិតផលរបស់យើងបានឯទី4វិញ marketing concept គឺផ្ដោតទៅលើការព្យាយាមស្វែងយល់និងដឹងអំពីតម្រូវការរបស់អតិថិជនដើម្បីអាចធ្វើម៉េច satisfy customer needs ឲ្យខ្លាំងជាងដៃគូប្រកួតប្រជែងរបស់យើងអានេះសម្រាប់ marketing concept ដល់ពេលចុងក្រោយគេមកអស់ហ្មងគឺ societal marketing concept ចុះ societal marketing concept ហ្នឹងគឺជាការ balance រវាងcustomer satisfaction company profits ជាមួយនឹង society long term well being ចឹង societal marketing ហ្នឹងគឺយកត្រូវតែ balance គ្នាទាំងអស់ហ្នឹងហ្មងអូខេចឹងសម្រាប់ចំណុចខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវយើងចូលដល់ចំណុចបន្ទាប់ឥឡូវយើងចូលមកដល់ 3.3 preparing an integrated marketing plan and program ចឹងបន្ទាប់ពីក្រុមហ៊ុនមួយបង្កើតយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនរួចវាបង្កើតផែនការទីផ្សារមួយដើម្បីអនុវត្តយុទ្ធសាស្ត្រនោះចឹងផែនការនេះគេប្រើប្រាស់ marketing mix ឬក៏ដែលគេត្រូវបានស្គាល់ថាជា 4P នឹងឯងដែលមានដូចជា product សំដៅទៅលើរបស់របរបង្កើតឡើងឬក៏ផលិតឡើងដើម្បីបំពេញតម្រូវការរបស់មនុស្សចំណែកឯ price គឺជាចំនួនទឹកប្រាក់ដែលអតិថិជននឹងចំណាយមកលើផលិតផលរបស់យើងចំពោះ place វិញគឺមានន័យថាទីកន្លែងដែលអតិថិជនគាត់អាចរកទិញផលិតផលបានងាយស្រួលដូចជានៅក្នុងហាងឬក៏នៅតាមអនឡាញចំពោះ promotion គឺជារបៀបដែលក្រុមហ៊ុនផ្សព្វផ្សាយនិងទំនាក់ទំនងជាមួយនឹងអតិថិជនតាមរយៈការផ្សាយពាណិជ្ជកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមឬក៏ការផ្ដល់ជូនពិសេសអញ្ចឹងរួមគ្នាទាំង4នេះជួយឲ្យក្រុមហ៊ុនបំពេញចិត្តអតិថិជននិងសម្រេចបាននូវគោលដៅទីផ្សាររបស់ខ្លួនអញ្ចឹងចូលមកដល់4 managing customer relationship and capturing customer value 4.1 customer relationship management ឬក៏យើងអាចទៅសេកាត់បានថា CRM អញ្ចឹងការគ្រប់គ្រងទំនាក់ទំនងអតិថិជនគឺជាការកសាងនិងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនអញ្ចឹងដឹងហើយថាការធ្វើទីផ្សារមិនមែនត្រឹមតែទាក់ទាញអតិថិជនដែលថ្មីប៉ុណ្ណោះទេអញ្ចឹងយើងក៏ត្រូវរក្សាអតិថិជនដែលមានស្រាប់ផងដែរនៅពេលដែលអតិថិជនគាត់ពេញចិត្តពួកគាត់នឹងទិញម្ដងទៀតនឹងណែនាំផលិតផលរបស់យើងទៅដល់អ្នកដទៃដែលនេះជួយឲ្យក្រុមហ៊ុនបង្កើនការលក់និងរកប្រាក់ចំណេញបានកាន់តែច្រើនចំពោះចំណុចបន្ទាប់យើងនិយាយអំពី consumer engagement and today digital and social media ចឹងដឹងហើយថាសប្តាហ៍ថ្ងៃនេះក្រុមហ៊ុនប្រើប្រាស់ដូចជា website និង social media ដើម្បី interact ជាមួយនឹងអតិថិជនចឹងងាយស្រួលដល់អតិថិជនក្នុងការកត់សួរសំណួរពីផលិតផលរបស់យើង comment ហើយនឹងនិយាយជា feedback ចូលមកដល់ 4.3 គឺ consumer generated marketing ចឹង consumer generated marketing ហ្នឹងមានន័យថាអតិថិជនគាត់ជួយផ្សព្វផ្សាយ brand របស់យើងហ្នឹងដោយការបង្ហោះជារូបថតឬក៏វីដេអូចឹងឧទាហរណ៍ថាអតិថិជនគាត់បានទិញផលិតផលរបស់យើងយកទៅប្រើប្រាស់ហើយគាត់ក៏បានជួយផ្សព្វផ្សាយផលិតផលរបស់យើងហ្នឹងដោយផុសក្នុងបណ្ដាញសង្គមថាគុណភាពរបស់ផលិតផលរបស់យើងល្អដែលនេះជួយឲ្យអ្នកដទៃដែលគាត់អត់ទាន់ស្គាល់ផលិតផលរបស់យើងគាត់ងាកមកចាប់អារម្មណ៍ទៅលើផលិតផលរបស់យើងហើយអ្នកដែលគាត់បានស្គាល់ផលិតផលរបស់យើងហើយប៉ុន្តែគាត់អត់ទាន់ហ៊ានទិញទេដោយសារតែគាត់អត់ទាន់មានទំនុកចិត្តលើផលិតផលរបស់យើងអញ្ចឹងនៅពេលដែលគាត់បានឃើញវីដេអូពីគេ review បែបហ្នឹងចឹងគាត់ប្រកាសជាទិញយកទៅសាកប្រើអាហ្នឹងវាជារឿងធម្មតារបស់អ្នកទិញដែលភាគច្រើនមុននឹងគាត់សម្រេចចិត្តទិញអ្វីមួយគាត់តែងតែមើល feedback ឬក៏មើលវីដេអូដែលគេ review ពីផលិតផលមួយហ្នឹងចឹងចូលមកដល់ 4.4 partner relationship management
ចឹងក្រុមហ៊ុនមួយអត់អាចធ្វើការងារតែឯងបានទេចឹងពួកគេត្រូវធ្វើការរួមគ្នាជាមួយ employee អ្នកផ្គត់ផ្គង់និងអ្នកចែកចាយចឹងនៅពេលដែលពួកគេមានភាពជាដៃគូល្អពួកគេអាចផ្ដល់ផលិតផលនិងសេវាកម្មកាន់តែប្រសើរដល់អតិថិជនចូលមកដល់ 4.5 capturing value from customer ចឹងនៅពេលអតិថិជនគាត់ពេញចិត្តពួកគេនឹងបន្តទិញផលិតផលពីក្រុមហ៊ុនដែលហើយគាត់ក៏បានជួយណែនាំផលិតផលយើងនឹងទៅដល់អ្នកដទៃដែរដែលនេះជួយឲ្យក្រុមហ៊ុនបង្កើនការលក់និងរកប្រាក់ចំណូលបានកាន់តែច្រើនចូលមកដល់5 the changing marketing landscape 5.1 the digital age online mobile and social media marketing ចឹងដឹងឲ្យថាសប្តាហ៍ថ្ងៃនេះបច្ចេកវិទ្យា digital បានផ្លាស់ប្ដូររបៀបដែលមនុស្សតាក់ទងនឹងការទិញអីវ៉ាន់ក្រុមហ៊ុននានាប្រើប្រាស់ប្រព័ន្ធអនឡាញដូចជា website social media to reach customer more quickly and effectively ហើយ social media ដូចជា Facebook Instagram TikTok ជួយក្រុមហ៊ុនក្នុងការប្រមូលផលិតផលរបស់ពួកគេហើយនឹងតាក់ទងជាមួយនឹងអតិថិជនអញ្ចឹងចំណុចបន្ទាប់សម្រាប់ចំណុចទី 5.2 វិញគឺ real time marketing real time marketing ហ្នឹងគឺសំដៅទៅលើយុទ្ធសាស្ត្រទីផ្សារមួយដែលភាគច្រើនគេនិយមប្រើប្រធានបទដែលកំពុងតែពេញនិយមឬព្រឹត្តិការណ៍សំខាន់ៗដែលកំពុងតែកើតមានឡើងហើយដើម្បីធ្វើការផ្សាយពាណិជ្ជកម្មឬក៏ផ្សាយផលិតផលម៉ាកយីហោណាមួយហើយភាគច្រើនគេនិយមតែងតែប្រើនៅលើ social media ឧទាហរណ៍នៅកំឡុងពេលដែលដាច់ភ្លើងនៅក្នុងកម្មវិធី Super Bowl ក្រុមហ៊ុន Oreo បានបង្ហោះសារមួយដែលសរសេរថា You can still duck in the dark ដោយសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្នផងនោះធ្វើឲ្យ brand មួយនេះកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ចំណុចបន្ទាប់ 5.3 គឺ changing in economic environment ដែលចំណុចនេះគឺសំដៅទៅលើទម្លាប់នៃការចំណាយចាយវាយរបស់អតិថិជនពោលគឺរាល់ការចំណាយនិងទម្លាប់នៃការចាយលុយទាំងអស់របស់អតិថិជនហ្នឹងគឺមានការប្រែប្រួលនិងផ្លាស់ប្ដូរទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងហើយមួយវិញទៀតអតិថិជនទាំងអស់គឺតែងតែចង់បានផលិតផលដែលមានតម្លៃសមរម្យប៉ុន្តែមានគុណភាពល្អដូច្នេះហើយទៅធ្វើឲ្យក្រុមហ៊ុនជាច្រើនមានភាពចាំបាច់ក្នុងការផ្ដោតខ្លាំងទៅលើតម្លៃជាធំចំណុចបន្ទាប់គឺ 5.4 គឺ the growth of not for profit marketing ដែលចំណុចនេះសំដៅទៅលើយុទ្ធសាស្ត្រទីផ្សារដែលយុទ្ធសាស្ត្រទីផ្សាររបស់អង្គការសប្បុរសដែលពោលគឺអង្គការសប្បុរសទាំងអស់ហ្នឹងគឺមានយុទ្ធសាស្ត្រទីផ្សារហើយយុទ្ធសាស្ត្រទីផ្សារទាំងអស់ហ្នឹងគឺមិនត្រូវការប្រាក់ចំណេញទេដោយអង្គការទាំងអស់ហ្នឹងមិនមានគោលបំណងក្នុងការរកប្រាក់ចំណេញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយក្រុមហ៊ុនអាជីវកម្មនោះទេប៉ុន្តែអង្គការសប្បុរសទាំងអស់នោះគឺគ្រាន់តែមានគោលបំណងក្នុងការប្រមូលថវិកាដើម្បីជួយដល់សង្គមជាតិកុមារកំព្រាសាលារៀននិងមន្ទីរពេទ្យនិងសាងសង់ផ្លូវថ្នល់តែប៉ុណ្ណោះសម្រាប់ចំណុចបន្ទាប់នោះគឺ rapid globalization ដែលចំណុចនេះសំដៅទៅលើក្រុមហ៊ុនដែលធ្វើអាជីវកម្មទាំងក្នុងនិងក្រៅប្រទេសជុំវិញពិភពលោកក្រុមហ៊ុនភាគច្រើនបានទិញវត្ថុធាតុដើមមកផលិតលក់ដើម្បីប្រកួតប្រជែងនៅលើពិភពលោកមួយវិញទៀតនោះអាជីវកម្មអ្នកធ្វើអាជីវកម្មទាំងអស់ត្រូវយល់ដឹងអំពីទីផ្សារផ្សេងៗទៀតនិងបំពេញតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសនីមួយៗសម្រាប់ចំណុចចុងក្រោយនោះគឺ sustainable marketing ដែលចំណុចនេះពួកគឺសំដៅទៅលើក្រុមហ៊ុនដែលធ្វើអាជីវកម្មទាំងអស់មិនចាំបាច់ត្រូវតែគិតលើតែផលចំណេញតែមួយមុខនោះទេពួកគឺត្រូវគិតគូរអំពីសង្គមមនុស្សនិងបរិស្ថានជុំវិញខ្លួនផងដែរទៅធ្វើឲ្យក្រុមហ៊ុនអាជីវកម្មរបស់ខ្លួនអាចឈរជើងនៅលើទីផ្សាររយៈពេលយូរឧទាហរណ៍ក្រុមហ៊ុន Ben & Cherry បានប្រើគ្រឿងផ្សំធម្មជាតិដើម្បីគាំទ្រទៅដល់កសិករបងប្អូនកសិករនិងសហគមន៍ដើម្បីឲ្យបន្ថែមលើពីនេះទៀតនោះគឺជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានចំពោះការធ្វើបទបង្ហាញនៅថ្ងៃនេះបានឈានមកដល់ទីបញ្ចប់ហើយសូមអរគុណចំពោះការស្ដាប់